ឃើញលោកសុវណ្ណរិទ្ធីបង្ហាញមុខនារីម្នាក់ប្រៀបដូចជាគូស្នេហ៍នឹងគ្នាតែមហាជនបែរជាជជែកសួរអតីតប្រពន្ធរបស់លោកថានាងមានអារម្មណ៍យ៉ាងម៉េចមិនលាក់លៀមស្រាប់តានាងឆ្លើយតបត្រង់ថាបន្ទាប់ពីលោកសុវណ្ណរិទ្ធីបង្ហាញមុខស្រីស្អាតម្នាក់ជាសាធារណៈក្រោយស្ពាយឈ្មោះជាបុរសពូម៉ៃអស់រយៈពេល5ឆ្នាំដោយលោកបានភ្ជាប់ជាមួយនឹងខេត្តសន្តាអរគុណអូនគ្រប់យ៉ាងចំពោះក្តីស្រឡាញ់មួយនេះដែលរឿងនេះហើយធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងសង្ស័យថានារីម្នាក់នេះជាគូស្នេហ៍ថ្មីរបស់លោកទៀតផងយ៉ាងណាមិញការបង្ហាញមុខនារីខាងលើស្រាប់តែមានមតិមួយចំនួនបែរជាជជែកសួរនាំពីអារម្មណ៍អតីតប្រពន្ធរបស់លោកថានាងមានអារម្មណ៍យ៉ាងម៉េចអត់ត្រាំមិនបានអ្នកនាងក៏បង្ហោះសារឆ្លើយតបទៅវិញភ្លាមថាអតីតគ្រាន់តែជាអតីតសំខាន់បច្ចុប្បន្នខ្ញុំនឹងគាត់គ្មានអ្វីពាក់ព័ន្ធគ្នាទៀតឡើយគាត់ចង់មានអ្នកណាជាសិទ្ធិរបស់គាត់ខ្ញុំចង់យកអ្នកណាក៏ជាសិទ្ធិរបស់ខ្ញុំព្រោះខ្ញុំនឹងគាត់បានលេងលះគ្នាតាមផ្លូវច្បាប់ចប់រួចរាល់ឈប់មកសួរខ្ញុំពីគាត់ទៀតខ្ញុំសូមមិនដឹងឮអ្វីទាំងអស់បើសួរខ្ញុំពីកូនខ្ញុំអាចនិយាយប្រាប់បានអ្នកនាងក៏បន្តបង្ហោះសារបន្ថែមទៀតថាខ្ញុំលុបឆាតចោលហើយបងអូនចាំរឿងស្ងប់ខ្ញុំបើកវិញសូមទោសផងបងប្អូនមិនចង់ឲ្យប៉ះពាល់អារម្មណ៍ឈប់យករឿងដែលហួសហើយមកប្រាប់ខ្ញុំទៀតទៅខ្ញុំមិនចង់ដឹងឮអ្វីទៀតឡើយព្រោះខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទៀតទេ Good night អ្នកទាំងអស់គ្នា